ជំរាបសួរបបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast របស់យើងដែលតែងតែនាំយកនៅរឿងរ៉ាវប្រវត្តិសាស្ត្របុរាណវិទ្យានិងវប្បធម៌ខ្មែរដ៏សម្បូរបែបមកចែករំលែកជូនដល់បងប្អូនគ្រប់គ្នាថ្ងៃនេះខ្ញុំពិតជាមានក្តីរំភើបរីករាយជាខ្លាំងដែលបានជួបជាមួយនឹងបងប្អូនជាថ្មីម្ដងទៀតហើយប្រធានបទដែលយើងនឹងលើកយកមកជជែកគ្នាគឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ពិសេសសម្រាប់បងប្អូនដែលនិយមចូលចិត្តទៅទស្សនាតំបន់រមណីយដ្ឋានអង្គរតើបងប្អូនធ្លាប់ទៅទស្សនាប្រាសាទប្រែរូបដែរឬទេប្រសិនបើបងប្អូនធ្លាប់ទៅនោះប្រកាសជាបានឃើញទិដ្ឋភាពឆាយលេខដ៏ស្រស់ស្អាតអស្ចារ្យពីលើកំពូលប្រាសាទនេះជាក់ជាមិនខានប៉ុន្តែក្រៅពីភាពស្រស់ស្អាតនៃទីសភាពតើបងប្អូនធ្លាប់ឆ្ងល់ទេថាតើប្រាសាទប្រែរូបនេះមានប្រវត្តិបែបណានរណាជាអ្នកកសាងហើយហេតុអ្វីបានជាគេដាក់ឈ្មោះថាប្រែរូបទៅវិញថ្ងៃនេះយើងនឹងមកស្រាវចម្ងល់ទាំងអស់នេះជាមួយគ្នាខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាធ្វើដំណើរទៅកាន់អតីតកាលដើម្បីស្វែងយល់ពីប្រវត្តិដ៏ចំណាស់និងអត្ថន័យដ៏ជ្រាលជ្រៅរបស់ប្រាសាទប្រែរូបសូមត្រៀមខ្លួនជាស្រេចដើម្បីទស្សនាទេសភាពវប្បធម៌និងប្រវត្តិសាស្ត្រខ្មែរដ៏អស្ចារ្យតាមរយៈការរៀបរាប់របស់ខ្ញុំជាបឋមសូមយើងមកស្គាល់ទីតាំងរបស់ប្រាសាទនេះបន្តិចប្រាសាទប្រែរូបគឺស្ថិតនៅក្នុងតំបន់ឧទ្យានបុរាណវិទ្យាអង្គរខេត្តសៀមរាបដែលជាបេះដូងនៃអរិយធម៌ខ្មែរវាមានទីតាំងស្ថិតនៅភាគខាងត្បូងនៃបារាយណ៍ខាងកើតឬ East បារាយណ៍និងភាគខាងកើតជាងខាងជើងនៃប្រាសាទអង្គរវត្តប្រាសាទនេះត្រូវបានកសាងឡើងលើភ្នំធម្មជាតិមួយដែលបានពង្រីកនិងកែច្នៃឲ្យទៅជាខឿនប្រាសាទដ៏មុំតំការសាងសង់លើទីទួលខ្ពស់បែបនេះគឺដើម្បីបង្ហាញពីភាពអស្ចារ្យនិងអំណាចរបស់ស្ដេចក៏ដូចជាដើម្បីឲ្យប្រាសាទកាន់តែលេចលោពីចម្ងាយផងដែរឥឡូវនេះសូមងាកមកមើលពីអ្នកកសាងវិញម្ដងប្រាសាទប្រែរូបគឺត្រូវបានកសាងឡើងនៅក្នុងរាជ្យព្រះបាទរាជាន្ទ្រវរ្ម័នទី2ដែលព្រះអង្គបានសោយរាជ្យចាប់ពីឆ្នាំ944ដល់ឆ្នាំ968នៃកសព្រះអង្គគឺជាស្ដេចមួយអង្គដ៏ខ្លាំងពូកែនិងមានមហិច្ឆតាខ្ពស់នៅការពង្រីកនិងអភិវឌ្ឍនគរព្រះអង្គបានយាងត្រឡប់មកពីដែនដីកោះកេតវិញបន្ទាប់ពីរយៈខ្លីដែលរាជធានីត្រូវបានផ្លាស់ប្ដូរទៅទីនោះហើយបានតាំងរាជធានីនៅទីក្រុងយសោធរបុរៈជាថ្មីម្ដងទៀតនៅពេលនោះព្រះអង្គបានចាប់ផ្ដើមគម្រោងសាងសង់ប្រាសាទជាច្រើនដើម្បីបង្ហាញពីអំណាចជំនឿនិងបំណងប្រាថ្នារបស់ព្រះអង្គនៅការលើកតម្កើងព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាប្រាសាទប្រែរូបនេះត្រូវបានកសាងឡើងនៅពាក់កណ្ដាលសតវត្សទី10ពោលគឺនៅឆ្នាំ961នៃកសហើយត្រូវបានឧទ្ទិសដល់ព្រះឥស្វរក្នុងព្រហ្មញ្ញសាសនាអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតមួយអំពីប្រាសាទនេះគឺឈ្មោះរបស់វាប្រែរូបតើបងប្អូនធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមានឈ្មោះបែបនេះតាមរយៈឯកសារប្រវត្តិសាស្ត្រនិងការបកស្រាយនៃអ្នកស្រាវជ្រាវជាច្រើនបានបង្ហាញថាឈ្មោះប្រែរូបនេះគឺមានន័យត្រង់ថាការបង្វារូបកាយឬការបដូររូបរាងវាមានគំទន្យយ៉ាងជិតស្និទ្ធទៅនឹងពិធីបុណ្យសពឬពិធីបូជាសពរបស់ព្រះមហាក្សត្រឬឥស្សរជនជាន់ខ្ពស់នៃសម័យបុរាណគេជឿថាទីតាំងប្រាសាទនេះធ្លាប់ជាកន្លែងសម្រាប់ធ្វើពិធីបូជាសពយកសពទៅបូជានៅទីនោះរួចហើយនឹងប្រែក្លាយទៅជាធាតុនេះជាការបកស្រាយដ៏ល្បីល្បាញមួយដែលបានផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយនឹងអត្ថន័យនៃឈ្មោះប្រាសាទនេះនៅក្នុងប្រាសាទប្រែរូបយើងឃើញមានអាងទឹកធុយពីថ្មផ្ដេកដ៏ធំមួយស្ថិតនៅមុខពុំកណ្ដាលខាងកើតអាងនេះមានរាងចតុកោណកែងហើយជារឿងរ៉ាវត្រូវបានគេជឿថាជាអាងសម្រាប់លាងធាតុឬអធិដ្ឋានរបស់សពបន្ទាប់ពីការបូជាការបូជាសពនៅសម័យនោះគឺមានលក្ខណៈខុសប្លែកពីបច្ចុប្បន្នបន្តិចបន្តួចពីព្រោះគេជឿថាតាមរយៈការបូជាសពព្រះលោកមនុស្សដែលស្លាប់នឹងបានទៅបានឋានសួគ៌ឬបានជួបជាមួយនឹងព្រះអាទិទេពដែលខ្លួនបានគោរពបូជាដូច្នេះហើយឈ្មោះប្រែរូបនេះក៏កាន់តែស័ក្តិសមទៅនឹងគោលបំណងនៃប្រាសាទដែលជាប្រាសាទបុណ្យសពឬប្រាសាទសម្រាប់ធ្វើពិធីបូជាសពប៉ុន្តែទោះជាយ៉ាងនេះក្តីក៏មានការជជែកដេញដោលខ្លះៗផងដែរអំពីមុខងារចាក់យ៉ាក់នៃអាងទឹកនោះអ្នកបុរាណវិទ្យាខ្លះបានលើកឡើងថាវាអាចជាអាងសម្រាប់ធ្វើពិធីបូជាឬជាអាងសម្រាប់រក្សាទុករូបសំណាងព្រះសិវលិង្គនៃសម័យនោះមិនមែនសុទ្ធតែជាអាងសម្រាប់លាងធាតុនោះទេយ៉ាងណាមិញការបកស្រាយដែលភ្ជាប់ទៅនឹងការបូជាសពហាក់បីដូចជាត្រូវបានទទួលយកច្រើនជាងនិងមានភាគស៊ីគ្នាជាមួយនឹងឈ្មោះប្រាសាទនេះការមានកន្លែងសម្រាប់ធ្វើពិធីបូជាសពដ៏ឧឡារិកបែបនេះគេបានបង្ហាញពីសារៈសំខាន់នៃជំនឿលើការរស់ឡើងវិញឬការផ្លាស់ប្ដូររូបកាយក្រោយមរណភាពនៅក្នុងសង្គមខ្មែរនៃសម័យបុរាណនេះក៏ជាចំណុចមួយដែលធ្វើឲ្យប្រាសាទប្រែរូបមានភាពលេចធ្លោនិងមានអត្ថន័យជ្រាលជ្រៅផងដែរងាកមកមើលពីស្ថាបត្យកម្មវិញម្ដងប្រាសាទប្រែរូបគឺជាគំរូដ៏ល្អមួយនៃរចនាបថសិល្បៈបុរាណខ្មែរនៅពាក់កណ្ដាលសតវត្សទី10ដែលអ្នកប្រវត្តិសាស្ត្រសិល្បៈហៅថារចនាបថប្រែរូបរចនាបថនេះគឺបានបន្តពីសម័យកោះកេតនិងបានត្រួសត្រាយព្រាវសម្រាប់រចនាបថបាយ័ននិងអង្គរវត្តនាពេលក្រោយប្រាសាទនេះត្រូវបានសាងសង់ឡើងដោយប្រើប្រាស់សម្ភារៈសំខាន់ចំនួន3គឺអ៊ិតថ្មបាយក្រៀមនិងថ្មផ្ដាក់អ៊ិតត្រូវបានប្រើប្រាស់សម្រាប់សាងសង់ពុម្ពកំពូលថ្មបាយក្រៀមសម្រាប់ខឿននិងជញ្ជាំងខាងក្រោយចំណែកឯថ្មផ្ដាច់ត្រូវបានប្រើប្រាស់សម្រាប់ឆ្លាក់លម្អដូចជាសំទ្វារប្រអប់បង្អើតផ្ដាច់និងរូបចម្លាក់ផ្សេងៗទៀតការរួមចូលគ្នានៃសម្ភារៈទាំង3នេះបានបង្កើតបានជាទម្រង់ស្ថាបត្យកម្មដ៏រឹងមាំនិងស្រស់ស្អាតប្រាសាទប្រែរូបមានលក្ខណៈជាប្រាសាទភ្នំដែលមានរាងសាជាជ្រុងនិងមានថ្នាក់ឡើងទៅលើវាមានគម្ពាំងព័ទ្ធជុំវិញ3ជាន់ហើយមានក្លោងទ្វារធំៗនៅគ្រប់ទិសទាំង4នៅលើខឿនប្រាសាទនីមួយៗយើងឃើញមានសំណាងអគារតូចៗជាច្រើនទៀតដូចជាបណ្ណាល័យថែវនិងប្រាង្គតូចៗ
การរៀบจำรจนาสัมพันธ์แบบนี้คือมีลักษณะជាប្រាសាទរដ្ឋដែលជាមជ្ឈមណ្ឌលសាសនានិងជានិមិត្តរូបនៃភ្នំព្រះសុមេរុដែលជាលំនៅឋាននៃព្រះអាទិទេពនៅជាន់ទី3ឬជាន់ខ្ពងផ្លិតនៃប្រាសាទនេះគឺជាខឿនរាងកាយដ៏ធំមួយដែលមានប្រាង្គពុំកំពូលទ្វេពីអ៊ីតចំនួន5ប្រាង្គកណ្ដាលមានទំហំធំជាងគេហើយនៅតាមជ្រុងទាំង4នៃខឿនមានប្រាង្គតូចៗចំនួន4ទៀតដែលព័ទ្ធជុំវិញប្រាង្គកណ្ដាលប្រាង្គនីមួយៗមានទ្វារពិតមួយនៅទីខាងកើតហើយទ្វារបញ្ឆក់ចំនួន3ទៀតនៅទីខាងជើងខាងលិចនិងខាងត្បូងនៅលើទ្វារបញ្ឆក់និងជញ្ជាំងប្រាង្គយើងឃើញមានចម្លាក់ប្រតិមាកម្មដ៏ល្អវិចិត្រពិសេសគឺរូបទេពអប្សរនិងនៅទ្វារបណ្ដាលដែលត្រូវបានឆ្លាក់ពីថ្មផ្ដាច់យ៉ាងល្អរឹតលាន់ចម្លាក់ទាំងនេះបានបង្ហាញពីជំនាញសិល្បៈដ៏ខ្ពង់ខ្ពស់របស់ជើងចម្លាក់ខ្មែរសម័យបុរាណគួរឲ្យកត់សម្គាល់ផងដែរថាប្រាង្គទាំង5នេះត្រូវបានសាងសង់ដោយអ៊ីតដែលជាសម្ភារៈសម្លឹងដ៏ពេញនិយមនៃសម័យមុនអង្គរតែយ៉ាងណាមិញការប្រើប្រាស់ថ្មផ្ដាច់សម្រាប់ធ្វើផ្ដាច់ទ្វារនិងចម្លាក់ផ្សេងៗបានបង្ហាញពីការវិវត្តបន្តិចម្ដងបន្ទាត់នៃការប្រើប្រាស់ថ្មផ្ដាច់ជាសម្ភារៈសំខាន់នៅពេលក្រោយៗមកការប្រើប្រាស់អ៊ីតធ្វើឲ្យប្រាសាទមានពណ៌ក្រហមដ៏ស្រស់ស្អាតនៅពេលដែលរស្មីព្រះអាទិត្យចាំងត្រូវពិសេសនៅពេលថ្ងៃរះឬថ្ងៃលិចនៅជុំវិញប្រាង្គទាំង5ក៏មានរូបចម្លាក់តថ្មដ៏ធំៗជាច្រើនដែលត្រូវបានដាក់នៅតាមជណ្ដើរឡើងនិងតាមជ្រុងនៃខឿនប្រាសាទតថ្មទាំងនេះគឺជាឆ្មាំយាមការរដ៏ស្មោះត្រង់ដែលតែងតែគេឃើញនៅតាមប្រាសាទបុរាណខ្មែរពងវាជានិមិត្តរូបនៃការបំពេញនិងអំណាចក្រៅពីប្រាង្គសំខាន់ៗយើងឃើញមានសំណាញ់បណ្ណាល័យចំនួន2ផងដែរដែលស្ថិតនៅទីខាងកើតនៃខឿនជន់ទី2បណ្ណាល័យទាំងនេះត្រូវបានគេប្រើប្រាស់សម្រាប់រក្សាទុកគម្ពីរបទគម្ពីរនិងឯកសារសំខាន់ៗនៃសម័យនោះដែលជាភាគថយដែលបានបង្ហាញពីការរីកចម្រើននៃចំណេះដឹងនិងការអប់រំនៅក្នុងអាណាចក្រខ្មែរអ្វីដែលធ្វើឲ្យប្រាសាទព្រះរូបមានភាពលេចធ្លោមួយទៀតនោះគឺចម្លាក់ផ្ដាច់របស់វាផ្ដាច់ជាច្រើនត្រូវបានឆ្លាក់យ៉ាងល្អរឹតលាន់បង្ហាញពីរឿងរ៉ាវនៃទេវកានៃព្រហ្មញ្ញសាសនាដូចជារឿងរ៉ាវរបស់ព្រះឥសូរព្រះវិស្ណុនិងទេពធីតាផ្សេងៗទៀតផ្ដាច់ខ្លះបង្ហាញពីជនឆាប្រយុទ្ធរឿងនិទានសាសនានិងរូបសត្វទេពផ្សេងៗរចនាបថនៃចម្លាក់ទាំងនេះមានលក្ខណៈពិសេសរបស់ខ្លួនដែលជាការបន្តនិងការវិវត្តពីសម័យមុនៗការសិក្សាលើចម្លាក់ផ្ដាច់បែបនេះអាចជួយឲ្យយើងយល់កាន់តែច្បាស់អំពីជំនឿសាសនានិងរបៀបរស់នៅរបស់ប្រជាជនខ្មែរនៃសម័យបុរាណការសាងសង់ប្រាសាទនេះមិនមែនជារឿងងាយស្រួលនោះទេវាទាមទារនូវកម្លាំងពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់ជំនាញផ្នែកវិស្វកម្មនិងស្ថាបត្យកម្មដ៏ខ្ពង់ខ្ពស់ការដឹកជញ្ជូនសម្ភារៈដូចជាអ៊ីតថ្មបាយក្រៀមនិងថ្មផ្ដាច់មកពីចម្ងាយរាប់សិបគីឡូម៉ែត្រគឺជាការកាត់ការដ៏លំបាកថ្មផ្ដាច់ជាឧទាហរណ៍គឺត្រូវបានដឹកជញ្ជូនមកពីភ្នំគុនលែនជាងនេះទៅទៀតការលើកថ្មដុំធំៗរាប់តោនទៅសាងសង់នៅកម្ពស់ខ្ពស់គឺជាបញ្ញាប្រជុំដ៏ធំផងដែរដែលទាមទារនូវប្រព័ន្ធលើកទម្ងន់ដ៏ទំនើបនៃសម័យនោះនេះបង្ហាញពីការបច្ចេកទេសដ៏មុតមាំរបស់ព្រះមហាក្សត្រនិងប្រជាជនខ្មែរในការកសាងសំណង់សាសនាដ៏មហាមាទាំងនេះសារៈសំខាន់នៃប្រាសាទព្រះរូបគឺមិនត្រឹមតែជាកន្លែងសម្រាប់ធ្វើពិធីសាសនាប៉ុណ្ណោះទេប៉ុន្តែវាក៏ជាសក្ខីភាពមួយដែលបង្ហាញពីការផ្លាស់ប្ដូរដ៏សំខាន់នៅក្នុងស្ថាបត្យកម្មខ្មែរផងដែរវាជាស្ពានភ្ជាប់រវាងរចនាបថមុនអង្គរដែលនិយមប្រើអ៊ីតច្រើនទៅជារចនាបថអង្គរវត្តដែលនិយមប្រើថ្មផ្ដាច់ស្ទើរតែទាំងស្រុងការរួមចូលគ្នានៃសម្ភារៈទាំងពីរនេះនៅព្រះរូបបានបង្ហាញពីការស័ក្តិសមនឹងការអភិវឌ្ឍបច្ចេកទេសសំណង់របស់ខ្មែរក្រៅពីនេះប្រាសាទព្រះរូបមកជាភ័ក្ត្រថតបង្ហាញពីភាពរុងរឿងនិងស្ថិរភាពនិយមការរបស់អាណាចក្រខ្មែរនៅរាជាព្រះបាទរាជាន្ទ្រវរ្ម័នទី2ព្រះអង្គបានខិតខំស្ដារអំណាចជណ្ដើរឡើងវិញបន្ទាប់ពីមានភាពចលាចលមួយរយៈខ្លីការកសាងប្រាសាទធំៗដូចជាប្រាសាទព្រះរូបនិងប្រាសាទមេបុណ្យខាងកើតបានបង្ហាញពីការរស់រានមានជំនះឡើងវិញនៃអំណាចរាជនិងជំនឿសាសនាប្រសិនបើបងប្អូនមានឱកាសបានទៅទស្សនាប្រាសាទព្រះរូបខ្ញុំសូមណែនាំឲ្យបងប្អូនចំណាយពេលបន្តិចដើម្បីឡើងទៅដល់កំពូលប្រាសាទនៅទីនោះបងប្អូននឹងទទួលបាននូវទិដ្ឋភាពដ៏អស្ចារ្យនៃព្រៃឈើជុំវិញក៏ដូចជាវាលស្រែនិងភូមិឋានរបស់ភូមិពិសេសបំផុតគឺទិដ្ឋភាពថ្ងៃលិចពណ៌ក្រហមទុំនៃអ៊ីតប្រាសាទរូបជាមួយនឹងពន្លឺថ្ងៃលិចពណ៌មាសនឹងបង្កើតបានជាទស្សនីយភាពដ៏អស្ចារ្យដែលមិនអាចបំភ្លេចបានវាពិតជាធ្វើឲ្យយើងមានអារម្មណ៍ស្ងប់ស្ងាត់ស្រឡាញ់និងមោទកភាពចំពោះកិរិយាមាររបស់ដូនតាការដើរឡើងជណ្ដើរថ្មដ៏ខ្ពស់ក៏ជាបទពិសោធន៍មួយដែលធ្វើឲ្យយើងមានអារម្មណ៍ថាយើងកំពុងដើរតាមគន្លងនៃបុរាណជណ្ដើរទាំងនោះមានលក្ខណៈចោតបន្តិចប៉ុន្តែនៅពេលដែលយើងឡើងដល់កំពូលយើងនឹងបានឃើញនូវលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់បុព្វបុរសយើងកាលពីជាង1000ឆ្នាំមុនវាពិតជាគួរឲ្យកត់សរសើរមែនទែនជាសរុបមកប្រាសាទព្រះរូបគឺមិនត្រឹមតែជាសំណង់ថ្មនិងអ៊ីតធម្មតានោះទេវាជាកញ្ចក់ឆ្លុះបញ្ចាំងពីជំនឿសាសនាវប្បធម៌ស្ថាបត្យកម្មនិងប្រវត្តិសាស្ត្រខ្មែរដ៏រុងរឿងឈ្មោះព្រះរូបរបស់វាបានលាក់បាំងនូវរឿងរ៉ាវដ៏អាថ៌កំបាំងនិងពិធីបុណ្យសពដ៏អូឡារិកនៃសម័យបុរាណវាបានបង្រៀនយើងអំពីរបៀបដែលមនុស្សជំនាន់មុនបានមើលឃើញពីជីវិតនិងមរណៈក៏ដូចជាកំណត់រវាងមនុស្សនិងអាទិទេពដូច្នេះហើយប្រសិនបើបងប្អូនមានឱកាសសូមកុំភ្លេចទៅទស្សនាប្រាសាទព្រះរូបដើម្បីស្វែងយល់ដោយផ្ទាល់នូវភាពអស្ចារ្យនៃប្រាសាទនេះនិងដើម្បីដកស្រង់យកបទពិសោធន៍ដ៏មានតម្លៃពីទីនោះខ្ញុំសង្ឃឹមថាការរៀបរាប់របស់ខ្ញុំថ្ងៃនេះបានធ្វើឲ្យបងប្អូនទាំងអស់គ្នាបានយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិនិងសារៈសំខាន់នៃប្រាសាទព្រះរូបការសិក្សាប្រវត្តិសាស្ត្រគឺការរៀនសូត្រពីអតីតកាលដើម្បីស្វែងយល់ពីបច្ចុប្បន្ននិងត្រៀមខ្លួនសម្រាប់អនាគតវប្បធម៌និងអរិយធម៌ខ្មែរគឺកិរិយាមារដ៏អស្ចារ្យដែលយើងគ្រប់គ្នាគួរតែថែរក្សានិងបន្តផ្សព្វផ្សាយទៅដល់គ្នាជំនាន់ក្រោយសម្រាប់ថ្ងៃនេះកម្មវិធី podcast របស់យើងសូម